បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំវិជ្ជបណ្ឌិតមកវណ្ណៈសូមធ្វើការឆ្លើយតបទៅនឹងសំណួររបស់បងប្អូនដែល comment នៅក្នុងប្រធានបទរបស់ខ្ញុំដែលគាត់សួរថាតើលោកគ្រូមិនមានអារម្មណ៍សោះតើមូលហេតុអ្វីបាទអញ្ចឹងខ្ញុំសូមឆ្លើយតបចំពោះការដែលមិនមានអារម្មណ៍សោះសំខាន់គឺសំខាន់ខ្លួនយើងបាទខ្លួនយើងនឹងចង់មានអារម្មណ៍អត់បាទជាងការបើយើងអត់ចង់មានអារម្មណ៍ហើយគឺប្រកាសជាអត់មានអារម្មណ៍លើកលែងតែថាយើងមានអារម្មណ៍ហើយយើងចង់មានអារម្មណ៍ហើយវានៅតែមិនមានបាទអញ្ចឹងចំណុចទី1ចំណុចទី2អាចតកតងទៅនឹងការដែលយើងអត់អារម្មណ៍សោះជាងការអារម្មណ៍យើងជក់នឹងការរៀនសូត្រខ្លាំងពេកបាទជាពិសេសក្រុមដែលថាអ្នកយុវវ័យអីចឹងគាត់ប្រឹងរៀនសូត្រខ្លាំងពេកចឹងទៅគាត់លែងទៅខ្វល់ខ្វាយពីរឿងអារម្មណ៍ផ្លូវភេទហ្នឹងបាទឬក៏ជាងការអ្នកធ្វើការខ្លាំងពេកហ្នឹងគាត់ជក់ពីរឿងថារកស៊ីរឿងប្រាក់ចំណេញរឿងធ្វើមិនប្រកបរបរចិញ្ចឹមជីវភាពគ្រួសារដើម្បីឲ្យបានចំណេញសល់លុយសល់កាក់ដើម្បីជីវភាពគ្រួសារអញ្ចឹងគាត់ជក់នឹងរឿងការងាររកស៊ីនឹងពេកទៅក៏ធ្វើឲ្យគាត់អត់មានអារម្មណ៍ដែរបាទជាងការអាចយល់ថាយកឧទាហរណ៍ដូចពេលខ្លះគាត់អត់អារម្មណ៍ដូចជាករណីពេលខ្លះដូចលោកស្តង់អីគាត់អត់មានអារម្មណ៍អីទេបាទជាងការគាត់ផឹងរៀននៅតាមវត្តឬក៏ផឹងសមាធិផឹងអីចឹងទៅគាត់អារម្មណ៍គាត់ក៏មិនខ្វល់ខ្វាយពីរឿងអារម្មណ៍ផ្លូវភេទនឹងដែរបាទហើយម្យ៉ាងទៀតតកតងទៅនឹងមូលហេតុអាចមកពីចង្ការងារយើងច្រើនពេកសម្ពាធការងារនៅលើខួរក្បាលតកតងទៅនឹងការងារនៅលើអម្រែកនៅលើស្មានឹងច្រើនពេកក៏ធ្វើឲ្យយើងអត់មានអារម្មណ៍ផ្លូវភេទដែរឬក៏យើងមានកើតជំងឺគេហៅថាជំងឺ stress ឬជំងឺធុញថប់អារម្មណ៍ឬក៏ជំងឺគេហៅថាជំងឺបាក់ទឹកចិត្តនឹងក៏អាចជាធ្វើយើងនឹងអត់ទៅមានអារម្មណ៍ដែរឬក៏អាចម្យ៉ាងទៀតមកពីចង្ការគាត់ធ្លាប់មានគេថាវិបត្តិស្នេហាធ្ងន់ធ្ងរទៅគាត់ដូចថាបាក់ស្បាតរឿងហ្នឹងលែងខ្វល់ខ្វាយលែងចង់ជួបលែងចង់អីចឹងទៅធ្វើឲ្យអារម្មណ៍របស់គាត់ហ្នឹងលែងចង់មានអារម្មណ៍ជាមួយតកតងនឹងបញ្ហាផ្លូវភេទហ្នឹងបាទហើយទីមួយទៀតចង្ការគាត់អត់ទៅឲ្យតម្លៃខ្លួនឯងថាដូចថាតកតងរឿងទាំងកាយសម្បទាទាំងបញ្ហាប្រដាប់ភេទអីផ្សេងៗហ្នឹងគឺធ្វើឲ្យគាត់ហ្នឹងលែងមានទំនុកចិត្តទៅលើខ្លួនឯងចំពោះអ្នកដទៃដែលធ្វើឲ្យគាត់ហ្នឹងបាត់បង់